សួស្តីដល់កូនសិស្សទាំងអស់គ្នាឮថាថ្ងៃនេះកូនសិស្សបានសម្ភាសជាប់ណោះបាទបន្ទាប់ពីសម្ភាសជាប់ហើយមានចំណាប់អារម្មណ៍យ៉ាងណាដែរសប្បាយចិត្តហើយគ្រូរំភើបអត់រំភើបមុខស្រស់ហ្មងអញ្ចឹងបានប្រាប់ដំណឹងនេះទៅអ្នកផ្ទះឬក៏អាណាព្យាបាលអស់នៅប្រាប់រួចហើយគ្រូគាត់មានអារម្មណ៍មិនដែរគាត់សប្បាយចិត្តបាទអបអរយើងជោគជ័យមួយជំហានហើយអញ្ចឹងកាតព្វកិច្ចបន្តទៀតគឺត្រូវខិតខំប្រឹងប្រែងរៀនសូត្រចាអញ្ចឹងកុំឲ្យខាតពេលវេលាយូរអ្នកគ្រូចង់ឲ្យកូនសិស្សទាំងអស់គ្នានេះណែនាំខ្លួនម្នាក់ម្ដងពីឈ្មោះអាយុនិងខេត្តដែលកូនសិស្សមកណែនាំទៅឲ្យពុកម៉ែបងប្អូនយើងស្គាល់ណាចាប់ផ្ដើមពីយើងខ្ញុំបាទឈ្មោះយ៉ងប្រាថ្នាមកពីខេត្តពោធិ៍សាត់អាយុ25ឆ្នាំខ្ញុំបាទឈ្មោះជ័យចម្រុងមកពីខេត្តបាត់ដំបងមានអាយុ32ឆ្នាំខ្ញុំបាទឈ្មោះខេងធីណាមកពីខេត្តកំពង់ធំមានអាយុ25ឆ្នាំសត្វតែមកពីខេត្តផ្សេងគ្នាទាំងអស់ធ្លាប់ស្គាល់គ្នាមានទំនងអីជាមួយគ្នាពីមុនមកអត់ហ្នឹងសិនទេអត់មានទំនាក់ទំនងអីទេណោះបាទចាឥឡូវបានស្គាល់គ្នាទៅស្គាល់ហើយគ្រូចាបានស្គាល់គ្នាមកជួបគ្នាមាននិស្ស័យនៅ BP សម្ភារជាប់ទៅកន្លែងជាមួយគ្នាទៀតបាទចាអញ្ចឹងត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតនឹងចេះមើលថែរក្សាគ្នាផងណាបាទចាចាប់ដៃគ្នាទាំង3នាក់នឹងឲ្យជាប់ណាបាទចាអញ្ចឹងឈានទៅដល់ការសម្ភាសជាមួយនឹងចំណាប់អារម្មណ៍បងតែម្ដងអញ្ចឹងជាដំបូងដែលអ្នកគ្រូចង់ដឹងពីពួកបងចង់ដឹងថាស្គាល់ BP តាមរយៈណាដែរតាមរយៈ Facebook តាមរយៈ page Facebook បងតាមដានរយៈពេលប្រហែលខែប្រហែលឆ្នាំដែរ26ខែជិតកន្លះឆ្នាំដែរយូរដែរមូលហេតុអីកត្តាអីខ្លះដែលធ្វើឲ្យបងសម្រេចចិត្តមកចុះឈ្មោះនៅក្រុមហ៊ុន BP បងតាមដានយូរអញ្ចឹងខ្លាចក្រុមហ៊ុន BP បោកប្រាស់ឬក៏យ៉ាងណាដែរដំបូងខ្លាចដែរដល់ពេលបានតាមដានរយៈពេល6ខែមកយើងមានមុខចិត្តច្បាស់មកនិយាយខ្លួនឯងផ្ទាល់ហើយនិយាយជាប់ទៅបានជំនួសសិស្សច្បងឡើងទៅយន្តហោះទៀតជាក់ជឿជាក់មកពេលយើងមកដល់ BP ជាក់ស្ដែងជឿជាក់ហ្មងក្រុមហ៊ុនមានទីតាំងច្បាស់លាស់អត់ច្បាស់លាស់ចុះចំណុចពិសេសមានអីគេដែរចំណុចពិសេសមានអាជ្ញាប័ណ្ណពីក្រសួងចាអញ្ចឹងក្រុមហ៊ុនមានទីតាំងច្បាស់លាស់ហើយមានអាជ្ញាប័ណ្ណពីក្រសួងការងារអញ្ចឹងធ្វើឲ្យយើងទុកចិត្តទៅលើក្រុមហ៊ុន BP ហើយមានសិស្សបងខុសចេញទៅវិញចាចុះកូនសិស្សសម្ភាសជាប់ទៅផ្នែកណាដែរខ្ញុំទៅផ្នែកខាងឧស្សាហកម្មកែច្នៃថ្មឧស្សាហកម្មកែច្នៃថ្មទាំងអស់គ្នាឬក៏យ៉ាងណាដែរបាទទាំងអស់គ្នាអ្នកគ្រូឃើញថាកូនសិស្សអ្នកគ្រូទាំង3នាក់នេះសុទ្ធតែមានស័ក្តិទាំងអស់គ្នាភ័យខ្លាចថាសម្ភារអត់ជាប់អត់អត់ទេគ្រូមូលហេតុអីតកែគាត់រើសអ្នកមានស័ក្តិក៏គាត់រើសដែរអញ្ចឹងមានន័យថាយើងអត់ភ័យខ្លាចទេមានស័ក្តិក៏អាចទៅបានពិតប្រាកដបាទខាងយើងស័ក្តិត្រង់កន្លែងណាខ្លះដៃមើលជួយលិតឲ្យពុកម៉ែបងប្អូនមើលបន្តិចមើលចាដៃដល់គ្នាស័ក្តិឬគូស័ក្តិមែនតើស័ក្តិមែនទេអត់មានគូហ្វឺតគូអីទេអត់ទេចោះបងស័ក្តិនៅត្រង់កន្លែងណាដែរដៃហើយកទៀតមើលបែកកបន្តិចមើលស័ក្តិពិតណាបាទឈឺអត់ឈឺដែរអ្នកគ្រូចាំមូលហេតុអីបានយើងនៅតែស័ក្តិស្រឡាញ់បាទសិល្បៈនៃការស្រឡាញ់ចាអញ្ចឹងចុះយើងសាក់ត្រង់កន្លែងណាខ្លះដែរអូយសាក់បន្តិចណាចាអញ្ចឹងសាក់ពិតស្ដែងមានសាក់ទាំងដៃទាំងជើងទាំងកតែនៅតែសម្ភាសជាប់ពិតប្រកបមែនសម្ភាសជាប់មែនអត់ជាប់អ្នកគ្រូចាអញ្ចឹងកុំបាច់ព្រួយបារម្ភរឿងសាក់ត្រូវអត់បាទចាយើងជាក់ស្ដែងឥឡូវសត្វតសាក់កូនសិស្សអ្នកគ្រូទាំង3នាក់នេះចាតែឥឡូវនៅតែសម្ភាសជាប់ពិតប្រកបចុះយើងមានអីជួយចែករំលែកជាបទពិសោធន៍ក៏ដូចជាចំណេះដឹងទៅដល់អ្នកក្រោយដែលត្រៀមខ្លួនក្នុងការសម្ភាសអត់ថាយើងសម្ភាសទៅមិនឲ្យជាប់យើងសម្ភាសជាប់យើងត្រូវខំព្យាយាមយកចិត្តទុកដាក់ស្ដាប់គេនិយាយហើយនឹងយើងត្រូវមើលមុខលោកតកែឲ្យចំទាំងគួរត្រង់ខ្លួនហើយអត់មកងាករេបែរមុខទៅណាមើលត្រង់គាត់ហើយញឹមញែមរស់រេរតៈដាក់លោកតកែនិយាយរួមទៅយើងត្រូវរស់រាយរតៈក្លាហានបាទចាមឹងម៉ាត់អញ្ចឹងដឹងតែសម្ភាសជាប់ហ្នឹងបាទ
សិស្សបងយើងជាក់ស្ដែងជាគំរូទៅកូនសិស្សទាំង3នាក់នេះគឺបានសម្ភារជាប់ពិតប្រាកដមែនចុះអំឡុងពេលដែលយើងមករៀននៅក្រុមហ៊ុន BP ក្រុមហ៊ុនផ្ដល់ជាអត្ថប្រយោជន៍អីខ្លះដល់ពួកបងដែរ ដល់កន្លែងស្នាក់នៅទឹកភ្លើងឲ្យហៅចុក អាហៅហូបចុកប៉ុណ្ណឹងទទួលយកបានអត់ បាន បានទេគ្រូ ឆ្ងាញ់អត់ ឆ្ងាញ់ ចាអញ្ចឹងទៅលើទឹកភ្លើងអីខាងក្រុមហ៊ុនមានគិតបន្ថែមអត់ អត់ទេគ្រូ ចាអញ្ចឹងមានផ្ដល់ជូនទាំងកន្លែងស្នាក់នៅទឹកភ្លើងនិងអាហារហូបចុកពិតប្រាកដមែនចាសម្រាប់អ្នកដែលគាត់មកពីតាមខេត្តដែលយើងជាក់ស្ដែងសុទ្ធតែមកពីតាមបណ្ដាខេត្តទាំងអស់អញ្ចឹងកន្លែងស្នាក់នៅគឺខាងក្រុមហ៊ុនមានផ្ដល់ជូនរួចរាល់ហើយរៀបចំមកយើងស្នាក់នៅណាចាអញ្ចឹងជាចុងក្រោយមានអីចង់អរគុណឬក៏ចង់ណែនាំទៅដល់ពុកម៉ែបងប្អូនដូចជាកម្មករកម្មការិនីពលករដែលគាត់អត់មានការងារធ្វើគាត់មានបំណងចង់ទៅជប៉ុនតែភ័យខ្លាចក្រុមហ៊ុនបោកប្រាស់ហើយគាត់អាចរកក្រុមហ៊ុនណាដែលជាទំនុកចិត្តបានមានអីចង់ណែនាំអត់ មានចំណែកមកបងប្អូនណាចង់ទៅធ្វើការប្រទេសជប៉ុនមិនចាំភ័យឬមានការអត់ស័ក្តិក៏ទៅបានដែរក្រុមហ៊ុន BP នឹងជូនពលករបានទៅធ្វើការនៅប្រទេសជប៉ុនពិតមិនកុហកមិនបោកប្រាស់ខ្ញុំមកខ្លួនឯងមិនដឹងផ្ទាល់ជូនសិស្សច្បងឡើងយន្តហោះរាល់ថ្ងៃ ជូនរាល់ថ្ងៃហ្មងដល់ 2ថ្ងៃ3ថ្ងៃហោះ3 4 5 ហោះជាបន្តបន្ទាប់ហោះជាក្រុមបាទ ចាអញ្ចឹងខ្លួនឯងនេះត្រៀមខ្លួនឲ្យតែរួចរាល់លើខំខិតខំប្រឹងប្រែងរៀនសូត្រឲ្យតាចេះទៅដឹងតែបានហោះចេញទៅដូចគ្នាចាឥឡូវហ្នឹងយើងក៏កំពុងតែរៀនត្រៀមហោះចេញទៅដូចគ្នានៅក្រុមហ៊ុន BP បាទ ចាអញ្ចឹងអ្នកគ្រូអត់មានអីទេអញ្ចឹងជាចុងក្រោយសូមអរគុណដល់ពុកម៉ែបងប្អូនដែលតាមដានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់ប្រសិនបើពុកម៉ែបងប្អូនឬយុវជនយុវនារីកម្មករកម្មការិនីពលករពលការិនីដែលគាត់មានបំណងចង់ទៅធ្វើការងារនៅប្រទេសជប៉ុនគាត់ភ័យខ្លាចក្រុមហ៊ុនបោកប្រាស់គាត់អាចផ្ដល់ទំនុកចិត្តឬក៏អាចបញ្ចុះឈ្មោះនៅក្រុមហ៊ុន BP បានដោយសារក្រុមហ៊ុនផ្ដល់ទាំងកន្លែងស្នាក់នៅទឹកភ្លើងអាហារហូបចុកក្រុមហ៊ុនមានទីតាំងច្បាស់លាស់ក្រុមហ៊ុនមានអាជ្ញាប័ណ្ណពីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងការបញ្ជូនសិក្ខាកាមទៅធ្វើការងារនៅប្រទេសជប៉ុនដោយស្របច្បាប់បើសិនជាបងប្អូនមានបំណងចង់ទៅអាចឆាតចុះ Facebook ព័ត៌មានឬក៏តាក់ទងតាមរយៈលេខទូរស័ព្ទបាន